បងប្អូនទាំងគ្នានេះគឺជាស្វាប្រភេទស្វាត្រោះពីរក្បាលដែលទទួលបានពីជនជាតិបរទេសដែលគាត់បានមានឃើញស្វានេះមានពហភាពបីដូចជាកំសត់ខ្លាំងមែនទែនរស់នៅក្នុងទ្រុងតូចមួយដូច្នេះគាត់ក៏បានផ្ដល់ព័ត៌មានមកខាងអង្គការគាំពារសត្វព្រៃកម្ពុជាយើងក៏បានមកទទួលស្វានេះដើម្បីយកទៅថែរក្សានៅសហគមន៍8មុំ Just a couple of months ago, I found a local house that I visited and found the monkey in a cage. I talked to the villagers saying, what are you doing with the monkey? Because wild animals, you cannot keep them in a cage. And they said, yeah, we want to give him away. We want to bring it to the wildlife center, but we are not sure what they do to us, if they punish us or give us a fine. I said, okay, let me try to find a way for you. And so here we are today. I called to CWC and they said, we're coming over and help you out and take the monkeys. So here they are. យើងក្នុងនោះក្នុងទ្រុងនោះគឺយើងនឹងរៀបចំការបង្រៀនបង្វឹកវាឲ្យคล้ายទៅជាសត្វដែលអាចរស់នៅក្នុងព្រៃបានវិញដែរយើងថែរក្សានៅក្នុងសហគមន៍8មុំដើម្បីត្រួតពិនិត្យសុខភាពបានត្រឹមត្រូវច្បាស់លាស់យើងនឹងផ្លាស់ប្ដូរទីកន្លែងវាទៅតំបន់ផ្សេងទៀតនៅជាពិសេសគឺនៅក្នុងតំបន់ព្រៃធំនៅក្នុងប្រទេសកម្ពុជាហើយយើងនឹងបង្វឹកពួកវាឲ្យคล้ายទៅជាសត្វដែលអាចរស់នៅក្នុងព្រៃធម្មជាតិវិញបានអរគុណ